ត្រាំគម្រាមប្រើប្រាស់កម្លាំងបាយដើម្បីគ្រប់គ្រង Greenland ប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមជាថ្មីពីការប្រើប្រាស់កម្លាំងបាយដើម្បីគ្រប់គ្រងដែនដី Greenland ខណៈរូបលោកបដិសេធចោលនៅអធិបតេយ្យរបស់ដាណឺម៉ាកលើដែនកោះអាកតិចស្វយ័តមួយនេះថ្លែងនៅឯកិច្ចប្រជុំមួយនៅសតវិមានជាមួយនឹងបណ្ដានាយកប្រតិបត្តិក្រុមហ៊ុនប្រេងលោក Trump បានគូបញ្ជាក់ដូចនេះថាយើងនឹងធ្វើអ្វីមួយលើ Greenland មិនថាពួកគេចូលចិត្តឬមិនចូលចិត្តនោះទេលោកបន្តថាខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងមួយដោយដែលអ្នកបានដឹងនេះគឺជាមធ្យោបាយងាយស្រួលប៉ុន្តែប្រសិនបើមិនអាចធ្វើវាដោយមធ្យោបាយងាយស្រួលទេនោះយើងនឹងធ្វើវាដោយប្រើកម្លាំងបាយលោក Trump បានអះអាងថាការគ្រប់គ្រង Greenland ដែលសម្បូរដោយធនធានធម្មជាតិនិងរ៉ែព្រមទាំងមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់នៅតំបន់អាកតិចគឺមានសារៈសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាមេរិកដោយសារតែការកើនឡើងនៃសកម្មភាពយោធារបស់រុស្ស៊ីនិងចិននៅក្នុងតំបន់អាកតិចយើងនឹងមិនអនុញ្ញាតឲ្យរុស្ស៊ីឬចិនកាន់កាប់ Greenland បាននោះទេនេះគឺជារឿងដែលពួកគេធ្វើប្រសិនបើយើងមិនធ្វើវាទេដូច្នេះយើងនឹងធ្វើអ្វីមួយលើ Greenland ទាំងតាមមធ្យោបាយងាយស្រួលឬប្រើកម្លាំងបាយ